បងស្រីសួរថាអ្នកគ្រូសុទ្ធស្បូនមានប្រមាណតនការចាហើយត្រូវតកថែទាំឬក៏ការពារឬក៏ព្យាបាលមិននេះអ្នកគ្រូប្រាប់ចាសុទ្ធស្បូនគឺមាន4តនការណាបងប្អូនអ្នកគ្នាទី1ទី2ទី3ទី4ចាអញ្ចឹងនេះរូបភាពទី1មកខ្ញុំបញ្យល់បងប្អូនដល់ក្នុងនេះទី1បងប្អូនអ្នកគ្នាអាចសម្គាល់ដល់ខ្លួនឯងដោយការយើងលាងដៃស្អាតចាកាត់កញ្ចក់ដៃឲ្យខ្លីទៅយើងលុកមើលមកម្រាមដៃមើលចាបើសិនបងប្អូនអ្នកគ្នាលុកទៅអត់ប៉ះមកស្បូនទេបានតែស្បូនយើងអត់សុទ្ធទេចាតែបើសិនបងប្អូនទាំងអស់គ្នាលុកទៅចាដៃរបស់យើងវាចេញក្រៅមកថ្នាំងដៃចាវាស្មើនឹងស្បូនហ្នឹងវាមកមួយកម្មចឹងហ្នឹងហើយវាមកមួយកម្មអញ្ចឹងបើសិនជាយើងលុកទៅប៉ះមកស្បូនរបស់យើងចេញពីថ្នាំងដៃពីមកស្បូនហ្នឹងចាស្មើនឹងស្បូនហ្នឹងវាមកពីកម្មចាកម្រិត2អញ្ចឹងណាហើយអញ្ចឹងកម្រិត3កម្រិត4ចាកម្រិត3អីទល់អីប៉ះទល់កម្រិត4អីក៏ទល់ដែរអញ្ចឹង3 4គឺដេកកែលម្អទៅឲ្យជាប់ទេចាហ្នឹងហើយគេព្យាបាលដោយវិធីផ្សេងឬក៏ត្រូវកាត់ស្បូនចោលអញ្ចឹងបងប្អូនទាំងអស់គ្នាគឺសុទ្ធស្បូនគឺវាមានតនការបែបហ្នឹងចាហើយសញ្ញារបស់វាអាចទល់ណែចេញខ្យល់ចេញផោមតាមទ្វារមាសអីចឹងទៅហើយអ្នកខ្លះគឺមានទាំងសុទ្ធផ្លោកនោមមកមួយទៀតអញ្ចឹងគាត់អាចនោមញឹកនោមមិនអស់ចានោមសើចក្អកកលិចនោមចឹងទៅចាហើយនិយាយទៅធ្វើអីធ្ងន់លោតអីហ្នឹងលោតហ្នឹងក៏អាចនឹងលិចនោមដែរចាពិសេសខ្ញុំជួបច្រើនហ្មងបងស្រីៗដែលគាត់អាយុ40ឆ្នាំជាងគាត់ឡើងទៅហាត់ប្រាណតែពេលហាត់ប្រាណគាត់លោតទៅគឺគាត់លិចនោមជ្រោចអាហ្នឹងគឺជាសញ្ញានៃការសុបផ្លោកនោមវិញអញ្ចឹងបងស្រីៗត្រូវមកពិនិត្យហើយធ្វើការដេកការលម្អទ្វារមាសឡើងវិញបានចាបើសិនជាយើងមានបំណងជប់យកកូនអីហើយកូនគ្រប់ចំនួនអីហើយគឺដេទៅបងប្អូនទាំងគ្នាចាគូស្អាតមកជីវិតហ្មងដេម្ដងស្អាតមកជីវិតជៀសវាងការសុបស្បូនសុបផ្លោកនោមថ្ងៃក្រោយចា